ចាំបងប្អូនអរគ្នាបានឃើញរូបពីសន្លឹកនេះហើយកូនគេកូនយើងឃើញហើយកដកដួលក្នុងចិត្តណាបងប្អូនហើយកូនអើយកូនវ័យពេញសប្បាយលេងវ័យត្រូវទទួលការថ្នាក់ថ្នមពីឪពុកម្ដាយបែរជាត្រូវរត់ពីសង្គ្រាមត្រូវមកជួបរឿងតក់ស្លុតអញ្ចឹងអាណិតណាស់មកពីថៃបងប្អូនថៃជាអ្នកបង្កើតសង្គ្រាមថៃជាអ្នកបង្កសង្គ្រាមបាញ់មកលើខ្មែរមុនធ្វើឲ្យខ្មែរយើងត្រូវតែតបតស្មានណាស់គូតែនៅសាលារៀនកំពុងកាន់បិចកាន់សិភៅតែមិនគូណាជួបរឿងចឹងសោះសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិជួយតាមថែរក្សាប្រជាជនខ្មែរនិងបងវិរៈកងទ័ពទាំងអស់ឲ្យឈ្នះអស់មារសត្រូវស្នាប់ហើយស្រក់ទឹកភ្នែកតាមកុមារីភេសឹកបានរៀបរាប់ទាំងអួលដាំកប្រហែលម៉ោង 7 លឺសំឡេងមួយគ្រាប់អត់ទាន់មានអ្នកណាចេញពីសាលាទេពេលលឺម្ដងទៀតក៏ចេញពីសាលាទាំងអស់គ្នាទឹកភ្នែកកុមារខ្មែរនៅខេត្តឧត្តរមានជ័យត្រូវបានរងរើនិងរងគ្រោះថ្នាក់ដោយសារការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃប្រឆាំងនឹងភាពសុចរិតភាពទឹកដីកម្ពុជាឆ្លុះបញ្ចាំងពីទុក្ខលំបាកដែលបណ្ដាលមកពីការចោទប្រកាន់ខុសច្បាប់នេះប្រជាជនកម្ពុជានៅតែមានភាពក្លាហាននិងអត់ធន់ចំពោះមុខការឈ្លានពានរបស់ថៃក្នុងចំណោមមនុស្សជំនះ 27,3162 នាក់និង 54,959 នាក់គឺជាកុមារដោយសារតែការវាយប្រហាររបស់ប្រទេសថៃធ្វើឲ្យក្មេងៗទាំងនេះមិនអាចចូលរៀនបានយុត្តិធម៌ត្រូវតែមានសម្រាប់ជាតិកម្ពុជានិងប្រជាជនចា៎បងប្អូនអត្ថបទនេះផលិតដោយអគ្គនាយកដ្ឋានវិសុជាតិកម្ពុជាចា៎បងប្អូនខ្មែរយើងមិនចង់បានសង្គ្រាមទេបងប្អូនពីព្រោះខ្មែរយើងចង់បានសន្តិភាពប៉ុន្តែបងប្អូនថៃទេដែលវានាំអាចសង្គ្រាមមុនវាអ្នកបាញ់មកលើខ្មែរមុនអញ្ចឹងខ្មែរយើងត្រូវតែតដៃអីកាលថ្ងៃទី24តើកាត់បាញ់តើក្រាបឆាកក៏តើខ្ញុំនឹកឃើញខ្ញុំស្នោទៀតអោខ្ញុំក៏តើស្គាល់ណាតាំងពីថ្ងៃ24រហូតមកដល់ពេលនេះក៏តើស្គាល់ក្នុងចិត្តខ្ញុំនឹកឃើញតែអោខ្ញុំនឹងវាកោតទៅជុំអត់ទេអត់នឹកគាត់ទេខ្ញុំរកគឺរឿងថ្ងៃនឹកគឺរឿងថ្ងៃខ្ញុំអត់នឹកអោខ្ញុំជួនក៏ដល់ព្រះកងទ័ពក៏ដូចជាពុកបងប្អូនសាច់ញាតិឲ្យគាត់អង្គអាចក្លាហានការពារទឹកដីនាំសន្តិភាពជូនប្រជាពលរដ្ឋរបស់យើងវិញខ្ញុំចង់ពោលឲ្យគាត់អង្គអាចក្លាហានមានសុខភាពល្អសំណាងល្អមានសត្រូវទាំងអស់សូមឲ្យគាត់មកយកឈ្នះចោលសៀមឲ្យបាននាងទៅរកដល់រីកតាប់ផ្ទះជួបឲ្យនាងជួបអូននេះ